បាទត្រង់សៀនអាចឈើចាំងអាកំសត់សូមអនកាយគោរពដល់ពុកម៉ែបងប្អូនខណៈពេលនេះសៀនមកដល់ចុងភ្នោដើម្បីចែករំលែករូបភាពក្មួយប្រុសបានប្រណាំងទុងគេហៅទុកអីងមីនីទូកងខ្នាតទូច1មីនីនេះបងប្អូនដើម្បីចូលក្នុងបឹងនេះបងប្អូនណាដូច្នេះហើយក៏សៀនក៏ឆ្លៀតពេលមកពីអាចឈើដើម្បី review ឲ្យពុកម៉ែបងប្អូនបានទស្សនានេះជាល្បែងកូនក្មួយយើងក្នុងភូមិស្រុកឃើញទៅដល់ណាក៏ឃើញតែងតែក្មេងៗចូលចិត្តលេងល្បនឹងណាបងប្អូនតាំងពីទូកងដើមស្នោឡូវនឹងចេញរូបភាពមួយទៀតហ្នឹងគឺទូកងនឹងឈើនឹងថែកឈើអីក្មួយដើមបាតបងប្អូននេះដើមបាតជើងដើមបាតព្រៃបងប្អូនរួចហើយគេលើក្មួយក៏លុងធ្វើដូចទូកងរូបរាងទូកងយើងអញ្ចឹងរួចហើយក៏ยึดកសែកៅស៊ូដើម្បីពីក្បាលអូសមកដើម្បីធ្វើថាតេងដូចជាស្លាបពីសង្ខាងបងប្អូនដូច្នេះហើយសូមពុកម៉ែបងប្អូនយើងរងចាំមើលឲ្យក្មួយប្រុសទាំងពីរនឹងចុះកម្មាល់ឲ្យប៉ណ្ណឹងដល់នេះឲ្យក្មួយទាំងពីរនឹងសាកល្បឿនឲ្យពុកម៉ែបានទស្សនាកម្មាល់ហើយមានគឺទៅប៉ណ្ណឹងនៅណាទេទៅមហាតុបនៅនោះគេមានទីកន្លែងប៉ណ្ណឹងមួយហើយប្រឡងជាងបានអ្នកបានជីលភីបានប្រហែលលុយទេក្មួយអ្នកនៅស៊ីសងអ្នកគណៈកម្មការដល់យូនក្មួយចុះនងតប្រាំងដូចឆ្នេះសៀនក៏មកពីអាឈើដល់ហើយទៅក្មួយក៏ពងតាសាកល្បឿនក៏ប្រឹងសាកឲ្យពូអាឈើដើម្បី review ឲ្យពុកម៉ែបងប្អូនបានទស្សនានេះជាបឹងបងប្អូនបឹងខាងបញ្ចប់ខ្នល់កម្មាល់នេះណៅបោកហើយបកដៅអើយស្បាយទេបងប្អូនស្បាយទេហើយដូច្នេះហើយសៀនអាចឈើជាងអាកំសត់ក៏សូមសង្ខេប vlog ត្រឹមនឹងសន្មតជួបពុកម៉ែយើងនៅ vlog ក្រោយក៏ចង់បញ្ចប់ vlog ក៏សូមជូនពរឲ្យបើក្មួយយើងទៅប៉ណ្ណឹងបានទទួលបានជីលភីណាបាទសូមជម្រាបលា